ជំរាបសួរទាំងអស់គ្នា ជំរាបសួរលោកអ្នកបងប្អូនទាំងអស់គ្នា It's exciting for me to get to be with you guys again. ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែនដែលបានចំណាយពេលជាមួយលោកអ្នកបងប្អូននៅព្រឹកនេះ Pastor Samadi, Pastor Sota, and Pastor Mar are all in Poipet at the church there, praying for the elders and installing them. គ្រូគង្វាលទាំង3រូបរបស់យើងមានលោកគ្រូសាមឌីលោកគ្រូម៉ារ៉ានិងលោកគ្រូសថាហើយនិងអ្នកដឹកនាំរបស់យើងជាច្រើនអ្នកទៀតបានទៅក្រុមជំនុំជីវិតថ្មីប៉ប៉ែតដើម្បីចូលរួមកម្មវិធីអធិដ្ឋានហើយនិងតែងតាំងគ្រូគង្វាលនៅទីនោះ If you can put up my family's picture, I always like to introduce myself in case you don't know who I ខ្ញុំចង់ am. ចាប់ផ្ដើមដោយការណែនាំរូបខ្ញុំផ្ទាល់ហើយនិងក្រុមគ្រួសារ I am the wife of the lovely Mara Kong. ចឹងខ្ញុំគឺជាភរិយារបស់លោកគ្រូគង្វាលម៉ារ៉ា And my 3 lovely children. ហើយខ្ញុំមានកូនដ៏ស្រស់ស្អាត3រូប I want to share with you that as I was preparing this message, I felt the presence of God so strong. លោកអ្នកបងប្អូនដឹងទេនៅពេលដែលខ្ញុំបានចំណាយពេលរៀបចំមេរៀននៅថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍យ៉ាងខ្លាំងអំពីព្រះវត្តមានរបស់ព្រះអង្គ And I think that's because God really cares about us. ហើយខ្ញុំជឿថាដោយសារតែព្រះអង្គពិតជាខ្វាយខ្វល់ហើយនឹងគិតពីយើងច្រើនមែនទែន We are in our building season, as you know, លោកបង build ប្អូនដឹង life. ហើយថាយើងស្ថិតនៅក្នុងរដូវកាលនៃការសាងសង់ជីវិតថ្មី And point number 1 I want to start out with is that Jesus loves his church. ហើយខ្ញុំចង់ចាប់ផ្ដើមមេរៀនរបស់ខ្ញុំចំណងជើងហើយនឹងចំណុចទី1មានន័យថាព្រះជាម្ចាស់ស្រឡាញ់ក្រុមជំនុំរបស់ព្រះអង្គ You know that Jesus loves you. លោកអ្នកបងប្អូនដឹងហើយថាព្រះយេស៊ូវស្រឡាញ់លោកអ្នកបងប្អូន But sometimes we forget that it's not just about us, that Jesus loves his church. ហើយមិនត្រឹមតែព្រះយេស៊ូវស្រឡាញ់លោកអ្នកបងប្អូនហើយនឹងខ្ញុំទេប៉ុន្តែព្រះយេស៊ូវក៏ស្រឡាញ់ក្រុមជំនុំរបស់ព្រះអង្គផងដែរ Yes, he loves you. ប៉ុន្តែព្រះអង្គស្រឡាញ់លោកអ្នកបងប្អូន But it's bigger than you, and God's doing something with all of us. ហើយព្រះអង្គស្រឡាញ់លោកអ្នកបងប្អូនហើយក៏ស្រឡាញ់ក្រុមជំនុំរបស់ព្រះអង្គផងដែរ We start out in Ephesians 5. ខ្ញុំចង់ចាប់ផ្ដើមនៅក្នុងអត្ថបទគម្ពីរអេផេសូ Verse 25 and verse 29 and 30. Husbands, love your wife just as Christ loved the church and gave himself up for her. ចំពោះបងប្អូនដែលមានប្រពន្ធវិញចូលស្រឡាញ់ភរិយាដោយព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំដែរព្រះអង្គបូជាប្រជជនរបស់ព្រះអង្គផ្ទាល់សម្រាប់ក្រុមជំនុំ You know, I love it when my husband brings me flowers. លោកអ្នកបងប្អូនដឹងទេខ្ញុំសប្បាយចិត្តពេលដែលស្វាមីខ្ញុំឲ្យផ្កាមកកាន់ខ្ញុំ When he takes me out to dinner. ពេលគាត់ជូនខ្ញុំទៅញ៉ាំអីញ៉ាំអាហារពេលល្ងាចនៅហាង That's nice. I feel loved. ល្អមែនតើខ្ញុំទទួលបានក្តីស្រឡាញ់ But that's a different kind of love. ប៉ុន្តែក្តីស្រឡាញ់ដែលព្រះយេស៊ូវបាននិយាយនៅក្នុងបន្ទូលមួយនេះ This love that Jesus did is he laid down his life. He willingly died for us. ព្រះយេស៊ូវស្រឡាញ់ក្រុមជំនុំហើយក្តីស្រឡាញ់នេះគឺជ្រៅមែនទែនគឺលះបង់បូជាប្រជជនរបស់ព្រះអង្គសម្រាប់ក្រុមជំនុំ That's a whole nother level of love. នេះគឺជាកម្រិតនៃក្តីស្រឡាញ់ដែលខុសពីក្តីស្រឡាញ់រាក់ៗ Thankfully, my husband's never had to lay down his life for me. សំណាងដែរដែលប្តីខ្ញុំមិនចាំបាច់លះបង់ជីវិតសម្រាប់ខ្ញុំ But that's what Jesus did for us. ប៉ុន្តែកិច្ចការនោះព្រះយេស៊ូវបានធ្វើសម្រាប់យើង He laid down his life to the point of death so that we could be reconciled with the Father. ព្រះអង្គលះបង់ព្រះជន្មរបស់ព្រះអង្គសម្រាប់យើងដើម្បីឲ្យយើងអាចផ្សះផ្សាគ្នាជាមួយនឹងព្រះជាម្ចាស់វិញ In Ephesians 5:29 through 30, it says, After all, no one has ever hated their body, but they feed and care for their body just as Christ does the church. For អេ we ផេសូ are... ចំពោះទី5ខទី29ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយផ្ទុយទៅវិញគេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះដោយព្រះគ្រីស្ទចិញ្ចឹមបីបាច់ថែរក្សាក្រុមជំនុំព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ Jesus loves his church. ព្រះយេស៊ូវស្រឡាញ់ក្រុមជំនុំរបស់ព្រះអង្គ He cares about his church. ព្រះអង្គខ្វាយខ្វល់អំពីក្រុមជំនុំរបស់ព្រះអង្គ He feeds and cares for us just as we care about our own physical body. ព្រះអង្គចិញ្ចឹមបីបាច់ក្រុមជំនុំរបស់ព្រះអង្គដូចជាយើងព្យាយាមចិញ្ចឹមបីបាច់រូបកាយរបស់យើងដែរ We have an opportunity to care for what Jesus cares about. យើងមានឱកាសដើម្បីចិញ្ចឹមឬក៏ដើម្បីខ្វាយខ្វល់អ្វីដែលព្រះយេស៊ូវខ្វាយខ្វល់ដែរ
He cares and he loves each of us, but he loves us collectively as his church. ព្រះអង្គស្រឡាញ់លោកអ្នកបងប្អូនម្នាក់ៗព្រះអង្គក៏ស្រឡាញ់លោកអ្នកបងប្អូនរួមទាំងអស់គ្នាដែរ In Matthew 16, verse 18, of course you all know, Jesus said, I tell that you are Peter, and on this rock I will build my church, and the gates of hell will not overcome it. ម៉ាថាយជំពូកទី16ខទី18បានចែងថាខ្ញុំសូមប្រាប់អ្នកថាអ្នកឈ្មោះពេត្រុសហើយនៅលើផ្ទាំងសិលានេះខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំមច្ចរិតពុំមានអំណាចលើក្រុមជំនុំនេះបានឡើយ Who's building the church? តើនរណាជាអ្នកសង់ក្រុមជំនុំនេះលោកអ្នកបងប្អូន Who's building the church? តើនរណាជាអ្នកសង់ក្រុមជំនុំ Jesus is building his church. គឺព្រះយេស៊ូវគ្រីស្ទផ្ទាល់ព្រះអង្គជាអ្នកដែលសង់ក្រុមជំនុំ He's building his church, and he already has the victory. ព្រះអង្គជាអ្នកដែលសង់ក្រុមជំនុំហើយព្រះអង្គបានមានជ័យជំនះទៅលើកិច្ចការទាំងអស់នេះហើយ And he tells us clearly in this verse, I'm building my church, and not even the gates of hell can stand against the ចឹងអ church. ត្ថបទនេះបានប្រាប់យើងថាខ្ញុំជាអ្នកដែលសង់ក្រុមជំនុំហើយឋានមច្ចរិតពុំអាចមានសិទ្ធិអំណាចលើកិច្ចការរបស់ខ្ញុំបានឡើយ I don't know about you, but I want to care about what Jesus cares about. ខ្ញុំមិនដឹងពីលោកអ្នកបងប្អូនប៉ុន្តែខ្ញុំផ្ទាល់ប្រសិនបើព្រះអង្គខ្វាយខ្វល់ពីអ្វីខ្ញុំក៏ចង់ខ្វាយខ្វល់ពីកិច្ចការនោះដែរ I'm trying to be like Jesus. ខ្ញុំចង់ធ្វើដូចជាព្រះយេស៊ូវគ្រីស្ទធ្វើ And if Jesus is building his church, then I want to care about the church. I want to build the church too. ប្រសិនបើព្រះអង្គស្រឡាញ់ក្រុមជំនុំប្រសិនបើព្រះអង្គខ្វាយខ្វល់ហើយសង់ក្រុមជំនុំខ្ញុំផ្ទាល់ក៏ចង់ធ្វើដូចជាព្រះអង្គដែរ And I want to love the church. ហើយខ្ញុំចង់ស្រឡាញ់ក្រុមជំនុំរបស់ព្រះអង្គដែរ Hopefully, I'll never have to lay down my life physically for the church. សង្ឃឹមថាខ្ញុំនឹងមិនចាំបាច់លះបង់ជីវិតខ្ញុំសម្រាប់ក្រុមជំនុំទេដូចជាព្រះអង្គធ្វើទេ I hope if I did, I'd be willing. ប្រសិនបើខ្ញុំអាចធ្វើបានខ្ញុំសង្ឃឹមថាអញ្ចឹងចុះ But I do hope that I sacrifice and love his church the ហើយ way ខ្ញុំ that សង្ឃឹម Jesus ថា did. ខ្ញុំអាចលះបង់ទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន Number 2, ចំណុចទី we get to partner with God. 2យើងរួមជាមួយព្រះជាម្ចាស់ You know, there's something I think it's important that we are make clear when we talk about God and his church and money and giving. លោកអ្នកបងប្អូននៅពេលដែលយើងនិយាយអំពីសាច់រឿងនេះអំពីព្រះជាម្ចាស់អំពីការសង់ហើយនឹងថវិកា God doesn't need your money. ព្រះជាម្ចាស់មិនត្រូវការថវិការបស់លោកអ្នកទេ He didn't look in his wallet and go, oh, there's not enough in here. Okay, well, let me see if I can fundraise. ចឹងព្រះអង្គមិនមែនជាបុគ្គលម្នាក់ឬក៏ព្រះដែលមើលទៅកាន់កាបូបលុយរបស់បងប្អូនហើយមើលថាមានប្រមាណហើយត្រូវការប្រមាណទេ You see, God made everything we see, the heavens and the earth. ដោយលោកអ្នកបងប្អូនបានដឹងហើយព្រះជាម្ចាស់គឺជាអ្នកដែលបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះផែនដីនេះជាកម្មសិទ្ធិរបស់ព្រះអង្គ God doesn't lack resources. He owns the earth. He owns all the gold and gems and whatever's in the earth. And oil, he owns it all. នៅក្នុងព្រះអង្គមិនដែលខ្វះខាតអ្វីឡើយត្បិតព្រះអង្គជាអ្នកដែលបង្កើតអ្វីៗទាំងអស់ធនធានរ៉ាធនធានមាសគឺសុទ្ធតែជារបស់ព្រះអង្គ So God isn't looking for us to fund him or to help him out financially. ដូច្នេះម្ដងទៀតព្រះអង្គមិនត្រូវការព្រះអង្គមិនចង់បានថវិការបស់យើងឡើយប៉ុន្តែព្រះអង្គចង់ឲ្យយើងរួមជាមួយនឹងព្រះអង្គ But instead, God invites us. He says, hey, I'm doing something special. Why don't you partner with me? Why don't you work with me to accomplish my purposes on the earth? ប៉ុន្តែព្រះអង្គបានផ្ដល់ឱកាសឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំដើម្បីចូលរួមជាមួយព្រះអង្គព្រះអង្គបានអញ្ជើញលោកអ្នកបងប្អូនឲ្យចូលរួមជាមួយព្រះអង្គក្នុងកិច្ចការដ៏អស្ចារ្យនេះ We, of course, know the verse in Matthew 6:20 through 21. But store up for yourself treasures in heaven where neither moth nor rust destroy, and where thieves do not break and steal. For where your treasure is, there is your heart as well. នៅក្នុងម៉ាថាយជំពូកទី6ខទី20និង21ចូលប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខវិញជាស្ថានដែលគ្មានកណ្ដៀនិងច្រេះស៊ីជាស្ថានដែលគ្មានចោលទម្លាចិញ្ចាំងចូលមកលួចប្លន់ឡើយត្បិតទ្រព្យសម្បត្តិអ្នកនៅកន្លែងណាចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ This is a question I always ask my kids. នេះជាសំណួរដែលខ្ញុំតែងតែសួរកូនរបស់ខ្ញុំ Are you ruling over your life or is something ruling over you? តើកូនគ្រប់គ្រងជីវិតរបស់កូនឬក៏មានអ្វីផ្សេងទៀតកំពុងតែគ្រប់គ្រងកូន How about money? លុយឬក៏ថវិកា We spend a lot of our life chasing money. យើងចំណាយពេលវេលាជាច្រើនក្នុងជីវិតរបស់យើងដេញតាមលុយ So we need to ask the question,
Are you ruling over your finance? Are you ruling over your money, or is your money ruling over យើង you? គួរតែសួរខ្លួនឯងថាតើលុយក៏ដែលយើងកំពុងតែព្យាយាមរកនោះយើងជាអ្នកគ្រប់គ្រងវាឬក៏វាគ្រប់គ្រងយើង Do you control your money, or does your money control you? តើយើងគ្រប់គ្រងលើលុយឬក៏លុយនោះគ្រប់គ្រងលើយើង This is a tool in God's hands. នេះគឺជាឧបករណ៍ដែលព្រះអង្គបានប្រើប្រាស់វា This can tell us about where our heart's at. លុយជាឧបករណ៍មួយដែលប្រាប់យើងថាតើយើងមានម្ចាស់ជានរណា You know, for some of us, we hold our money really tight. ប្រហែលជាលោកអ្នកបងប្អូនមួយចំនួនយើងក្តាប់លុយយ៉ាងជាប់ Maybe because of fear, ប្រហែលជាយើងភ័យខ្លាច maybe because of greed, ប្រហែលជាមានភាពលោភលន់ maybe because we didn't have enough when we were growing up. ប្រហែលជាយើងធ្លាប់មានបទពិសោធន៍ធំឡើងក្រីក្រ Maybe we've never been taught how to manage our money. ប្រហែលជាយើងមិនដែលរៀនពីរបៀបចាត់ចែងថវិកា Maybe we don't know what the Bible says about it. ប្រហែលជាយើងមិនដែលបានឮអំពីព្រះគម្ពីរចែងអំពីលុយថាម៉េច But money is not evil, លុយមិនមែនជាលុយមិនមែនអាក្រក់នោះទេ but the love of money is the root of all sorts of evil. ប៉ុន្តែព្រះគម្ពីរបានចែងថាការស្រឡាញ់លុយជាឫសគល់នៃអំពើបាប We have a choice what we can do with our money. យើងមានជំរឿក្នុងការដែលយើងអាចចាត់ចែងលុយបាន We can give it to others. យើងអាចឲ្យទៅកាន់អ្នកដទៃ We can help other Christians in need or help the poor. យើងអាចឲ្យទៅកាន់គ្រិស្តបរិស័ទដទៃទៀតអ្នកដែលត្រូវការអ្នកដែលខ្វះខាត We can give it to missions or missionaries. We can further the gospel. យើងអាចជួយទៅកាន់បេសកជនឬក៏ជួយទៅកាន់បនកិច្ចបេសកកម្ម We can use it for ourselves. ឬមួយក៏យើងអាចប្រើប្រាស់លុយដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន How many of you are very good at spending money? Raise your hand. ប្រហែលអ្នកពូកែចាយលុយដូចជាខ្ញុំដែរលើកដៃ ចារឿងចាយលុយទុកឲ្យខ្ញុំ I'm very good at spending money. No one has to teach me ចា how. អត់ចាំបាញ់មានអ្នកបង្រៀនទេរឿងចាយលុយគឺខ្ញុំចេះតែម្ដង Maybe you need to learn how to save money. ប៉ុន្តែរបៀបសន្សំលុយពិតជាត្រូវការរៀន Or maybe you need to learn how to grow money, to invest money, or to put it in the bank. ចាយើងត្រូវការរៀនក្នុងរបៀបដែលយើងសន្សំរបៀបដែលយើងវិនិយោគទុនទុក But most of us are very good at using money for ourselves. ខ្ញុំជឿថាលោកអ្នកបងប្អូនហើយនិងខ្ញុំផ្ទាល់ពូកែផ្នែកចាយលុយសម្រាប់ខ្លួនឯង We're not so good at is giving it to others. ប៉ុន្តែការឲ្យទៅកាន់អ្នកដទៃរៀងពិបាកបន្តិចរៀងតឹងបន្តិច And we're not always so good at giving it to God. ហើយពេលខ្លះរៀងតឹងបន្តិចក្នុងការដែលយើងថ្វាយទៅកាន់ព្រះជាម្ចាស់ដែរ But God knows that there's something about money that's a tool for our heart. តែព្រះអង្គដឹងថាថវិកាគឺជាឧបករណ៍ដែលព្រះអង្គឲ្យប្រើប្រាស់បាននៅក្នុងជំរឿចិត្តរបស់យើង This will reveal to you where your heart's at. ចឹងថវិកានឹងបង្ហាញលោកអ្នកបងប្អូនថាចិត្តរបស់យើងនៅកន្លែងណា You can see what you serve by where it goes. ចឹងលោកអ្នកបងប្អូនអាចមើលឃើញថាតើលោកអ្នកបងប្អូនកំពុងតែបម្រើនរណាតាមរយៈថវិការបស់យើង Just keep track for a little bit and you'll see, oh, I spend a lot of money at Brown's. ចឹងលោកអ្នកបងប្អូនអាចកត់ត្រាពីចំណាយដែលលោកអ្នកបងប្អូនធ្វើប្រហែលជាចំណាយច្រើនទៅលើមួយនេះឬក៏មួយនោះ Or as my lovely niece does, Amazon. ប្រហែលជាក្មួយរបស់ខ្ញុំចូលចិត្តbrand Amazon កាហ្វេ Amazon នេះចឹងទៅ She likes the matcha tea. ចាចូលចិត្តtea All right, in Mark chapter 12, we have a picture of the widow and Jesus. Okay, Jesus was in the temple. I don't know if you can see it clearly, but Jesus is in the temple. ដូច្នេះចំណុចទី2រួមជាមួយព្រះជាម្ចាស់លោកអ្នកបងប្អូនបានមើលឃើញរូបភាពនៅលើអេក្រង់ហើយ And people were coming and putting their offering in at the temple. ចឹងនៅក្នុងម៉ាកុសបានប្រាប់យើងថាប្រជារាស្ត្ររបស់ព្រះអង្គបាននាំគ្នាមកឲ្យដាក់ដង្វាយនៅក្នុងហឹបដង្វាយ And Jesus was watching. ហើយព្រះយេស៊ូវកំពុងតែតតមើល Some people don't like this verse. They feel uncomfortable about this verse. ប្រហែលជាយើងមកចំនួនមិនសូវចូលចិត្តអត្ថបទខគម្ពីរនេះទេ But you know, God sees everything we do. តែលោកអ្នកបងប្អូនដឹងទេគឺព្រះជាម្ចាស់មើលឃើញអ្វីៗទាំងអស់ដែលយើងកំពុងធ្វើ Even when we take 100 real and put it in the offering and we try to hide it so that no one can see that we're only putting 100 real in there. ប្រហែលជាយើងមានលុយ100រៀលហើយយើងអត់ចង់ឲ្យគេឃើញទេព្រោះឯលុយយើងដាក់តិចពេកគេដាក់$10យើងអត់ចង់ឲ្យគេឃើញ Right? But Jesus already sees it. Jesus is there watching and uses it as an opportunity to teach his disciples. ក៏ប៉ុន្តែព្រះយេស៊ូវបានតតឃើញអ្វីៗទាំងអស់ព្រះអង្គដឹង This is what he says.
Many rich people threw in large amounts, but a poor widow came and put in 2 very small copper coins, only worth a few cents. And calling his disciples to him, Jesus said, "Truly I tell you, this poor widow has put in more into the treasury than all the others. They gave out of their wealth, but she, out of her poverty, put in everything she had to live on." ម៉ាកុសជំពូកទី12ខទី41ដល់ខទី44ព្រះយេស៊ូវគង់នៅមុខហឹបដង្វាយព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហឹបនោះអ្នកមានច្រើនអ្នកដាក់ប្រាក់ជាច្រើនមានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់នាងយកប្រាក់2សេនជាចំនួនដ៏តិចតួចបំផុតដាក់ក្នុងហឹបដង្វាយនេះដែរព្រះយេស៊ូវត្រាស់ហៅពួកសិស្សមកមានព្រះបន្ទូលទៅគេថាខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហឹបច្រើនជាងគេទាំងអស់ត្បិតពួកទាំងអស់នោះយកប្រាក់សំណល់របស់ខ្លួនមកដាក់រីឯស្ត្រីមេម៉ាយនេះវិញទោះបីនាងក្រីក្រយ៉ាងណាក៏ដោយក៏នាងយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរគឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត Do you know how much she put in? អ្នកបងប្អូនដឹងថាតើស្ត្រីមេម៉ាយនោះដាក់ប្រាក់ប៉ុន្មានទេ I did the math. She put in 100 real. គឺលុយ100រៀលប្រៀបធៀបមកកាន់លុយយើងណា100រៀល She put in 100 real. ត្រឹមតែលុយ100តែប៉ុណ្ណោះ See, the thing about money and the thing about God is that he asks us to give equally. លោកអ្នកបងប្អូនដឹងទេក្នុងរឿងថវិកាព្រះយេស៊ូវបង្គាប់ឲ្យយើងថ្វាយគ្រប់គ្នាគឺថ្វាយទៅកាន់ព្រះអង្គ He asks us all to give an equal amount. ចឹងលោកអ្នកបងប្អូនព្រះអង្គបានបង្គាប់ឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំថ្វាយនៅចំនួនដូចគ្នាគឺ10% Equal amount, everybody, doesn't matter how much you make or how much you have or how much you don't have, he asks everyone to give 10%. មិនថាលោកអ្នកបងប្អូនរកចំណូលបានប៉ុណ្ណាប៉ុន្តែព្រះអង្គបានបង្គាប់ឲ្យលោកអ្នកបងប្អូនថ្វាយ10% So it's not about the amount that we give to God, it's about the amount that we give compared to what we have. ចឹងម្ដងទៀតព្រះអង្គចង់ឲ្យយើងថ្វាយទៅតាមលទ្ធភាពដែលព្រះអង្គបានប្រទានពរលោកអ្នកបងប្អូនទៅតាមកិច្ចការដែលយើងបានធ្វើ For this woman, this was all she had. សម្រាប់ស្ត្រីម្នាក់នោះ100រៀលនោះគឺជាអ្វីដែលគាត់មានគឺជាអ្វីដែលគាត់មានត្រឹមតែ100រៀលហ្នឹងទេ Some people are shy about giving 100 real. ប្រហែលជាមនុស្សមួយចំនួនអៀនខ្មាស់ក្នុងការដែលថ្វាយលុយ100រៀល I don't think she was shy. ប៉ុន្តែខ្ញុំគិតថានាងអត់មានភាពខ្មាស់អៀនទេ This was all she had to go to the market and buy food with. ប្រហែលជាលុយ100រៀលហ្នឹងគាត់មាន100រៀលហ្នឹងដើម្បីទៅផ្សារហើយទិញម្ហូបសម្រាប់ក្រុមគ្រួសាររបស់គាត់ Maybe she decided, you know what, I'm going to skip lunch. I'm not going to buy any food at the market. I'm just going to give the Lord what I have, all that I have, 100 real. ប្រហែលជាគាត់និយាយថាខ្ញុំប្រហែលជាមិនញ៉ាំអាហារថ្ងៃត្រង់ប៉ុន្តែខ្ញុំជ្រើសរើសយកលុយដែលខ្ញុំមានត្រឹមតែលុយ100រៀលមកថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអង្គ We can spend our money on others, we can spend it on ourselves, or we can give it to God. យើងអាចចំណាយលុយដែលយើងមានទៅលើអ្នកដទៃទៅលើខ្លួនឯងហើយនឹងទៅកាន់ព្រះជាម្ចាស់ He asks all of us to give 10% to God. ព្រះអង្គបានសុំឬក៏ព្រះអង្គបានបង្គាប់ឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំថ្វាយ10% Because he wants to see where we put our trust. ពីព្រោះព្រះអង្គចង់មើលឃើញថាតើលោកអ្នកបងប្អូនបានដាក់ដួងចិត្តទុកចិត្តទៅលើនរណា Many people say it's very hard to tithe. ប្រហែលជាមនុស្សមួយចំនួននិយាយថាដង្វាយ10%ហ្នឹងតឹងមែនតើពិបាកដាក់មែនតើ They miss that 10% that they give to God. មានន័យថាគេមិនបានថ្វាយយ៉ាងស្មោះត្រង់ឡើយនៅចំនួនដង្វាយ10% But when we give that 10% to God, we look to God and we say, God, I'm trusting you that you're going to make my 90% be enough for me and my family. ប៉ុន្តែនៅពេលដែលខ្ញុំជ្រើសរើសស្ដាប់បង្គាប់ព្រះអង្គដោយចិត្តស្មោះត្រង់ថ្វាយ10%ខ្ញុំជឿជាក់ថាព្រះអង្គនឹងប្រទានពរហើយខ្ញុំអាចគ្រប់គ្រាន់នៅលើ90%ដែលព្រះអង្គបានឲ្យខ្ញុំ It's like as we give our tithe, it loosens the grip that we have on money and say, God, I'm not trusting in this money in my hand, but I'm going to trust in you, God. ការថ្វាយដង្វាយ10%ដោយចិត្តស្មោះត្រង់បង្ហាញថាយើងអត់ចង់ក្តាប់វាដោយតឹងតែងហើយយើងបង្ហាញថាយើងជ្រើសរើសទុកចិត្តទៅកាន់ព្រះអង្គ It helps our heart get in the right place as we read that verse. Where we give our money, our heart follows. ចឹងក្នុងអត្ថបទខគម្ពីរបានប្រាប់យើងថាទ្រព្យសម្បត្តិយើងនៅកន្លែងណាចិត្តរបស់យើងនៅកន្លែងនោះ So we can give our tithe to God.
ពិតមែនយើងថ្វាយដង្វាយ10%ទៅកាន់ព្រះអង្គ but we can also give a love offering to God. ប៉ុន្តែយើងក៏អាចថ្វាយលើសពីដង្វាយ10%គឺជាដង្វាយបង្ហាញពីសេចក្តីស្រឡាញ់ដែលយើងមាន So tithe is the minimum. This is what we give to the Lord because he asked us to, because we know it's good for us. ដូច្នេះដង្វាយ10%គឺជាដង្វាយដែលយើងថ្វាយទូទៅសម្រាប់ព្រះអង្គ But then we can give an offering above our tithe. We say, you know, God, you've blessed me so much, and I want to be like you, and so I'm going to give back to you above the tithe. ដង្វាយនៃសេចក្តីស្រឡាញ់ជាដង្វាយលើសពីដង្វាយ10%ដែលយើងបង្ហាញថាយើងជ្រើសរើសទុកចិត្តព្រះអង្គដែលព្រោះតែសេចក្តីស្មោះត្រង់របស់ព្រះអង្គសេចក្តីដែលព្រះអង្គបានប្រទានពរយើងជាប្រចាំថ្ងៃយើងជ្រើសរើសថ្វាយលើសពីដង្វាយ10% Let's read these verses in Exodus. You know, the children of Israel were coming out of Egypt, and they were in the wilderness, and God gave Moses instructions on building a tent of meeting with God. ចឹងនៅក្នុងនិខមណាំងបានចែកអំពីលោកម៉ូសេបាននាំប្រជារាស្ត្រអ៊ីស្រាអែលមកកាន់ទឹកដីសន្យាប៉ុន្តែនៅកន្លែងនោះព្រះជាម្ចាស់បានបង្គាប់ឲ្យលោកម៉ូសេកសាងសង់តង់មួយឬក៏ពន្លាមួយថ្វាយទៅកាន់ព្រះជាម្ចាស់ In Exodus 35:21, it says, everyone whose heart is stirred to him and everyone whose spirit is moved within him came and brought the Lord's offering to be used for the tent of meeting, for all its services and for the holy garments. និខមណាំងចំពោះទី35ខទី21អស់អ្នកដែលមានចិត្តសទ្ធាជ្រះថ្លានិងចិត្តទូលាយបាននាំយកដង្វាយដែលខ្លួនបានញែកទុកដោយឡែកមកថ្វាយព្រះអង្គម្ចាស់សម្រាប់សង់ពន្លាជួបព្រះអង្គនិងផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងពន្លាព្រមទាំងសម្លៀកបំពាក់សក្ការៈ And Exodus same chapter 35, verse 29 said, the Israelites, all the men and the women whose hearts were moved upon them, brought material for all the work which the Lord had commanded through Moses to be done, brought a free will, voluntary offering to the Lord. ជនជាតិអ៊ីស្រាអែលទាំងអស់ទាំងប្រុសទាំងស្រីដែលមានចិត្តទូលាយបាននាំគ្នាយកដង្វាយមកថ្វាយព្រះអង្គម្ចាស់ដោយស្ម័គ្រចិត្តនិងសង់អ្វីៗទាំងអស់ដែលព្រះអង្គម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ God wants to see what's in our heart. ព្រះអង្គចង់មើលឃើញព្រះអង្គចង់មើលឃើញពីអ្វីដែលមាននៅក្នុងដួងចិត្តរបស់លោកអ្នកបងប្អូន But I believe as we pray and as we seek the Lord, then we can have our heart line up with what the work that God wants to do. ខ្ញុំជឿជាក់ថានៅពេលដែលយើងចំណាយពេលជាមួយព្រះអង្គអធិដ្ឋានដួងចិត្តរបស់យើងនឹងផ្សារភ្ជាប់ជាមួយនឹងព្រះハរតីរបស់ព្រះអង្គដែរ So as they were going to build the first church, the tent in the wilderness with Moses, people volunteered to bring gifts that would serve the building of this tent. ដូច្នេះនៅក្នុងនិខមណាំងដែលប្រជារាស្ត្ររបស់ព្រះអង្គព្យាយាមសង់ពន្លាសង់តង់មួយដើម្បីថ្វាយទៅកាន់ព្រះជាម្ចាស់ It wasn't a command from God, but it was an invitation from ប៉ុន្តែបាន God. ប្រាប់យើងថាព្រះអង្គបានអញ្ជើញពួកគេមិនមែនដោយការបង្ខំទេប៉ុន្តែជាការដែលស្ម័គ្រអស់ពីចិត្ត Whose hearts were stirred? តើដួងចិត្តនរណាដែលព្រះអង្គបានប៉ះពាល់ពួកគេ Who the Spirit of God had moved upon? តើព្រះអង្គបានប៉ះពាល់ដួងចិត្តរបស់នរណាគេ Both men and women. គ្រប់ទាំងស្ត្រីគ្រប់ទាំងបុរស They came and they brought their love gift ពួក to គេ God. ទាំងអស់គ្នាបាននាំមកនៅដង្វាយនៃសេចក្តីស្រឡាញ់ដើម្បីកសាងតង់ឬក៏ពន្លាថ្វាយទៅកាន់ព្រះជាម្ចាស់ In Deuteronomy 16, verses 16 and 17, the Lord says, 3 times a year, all your men must appear before the Lord God at the place he'll choose for the festival of unleavened bread, the festival of weeks, the festivals of tabernacle. No one should appear before the Lord empty-handed, but each of you must bring a gift in proportion to the way that the Lord your God has blessed you. នៅក្នុងអត្ថបទខគម្ពីរទុតិយកថាជំពូកទី16ខទី16ដល់ខទី17 3 ដងក្នុងមួយឆ្នាំគឺនៅពេលបន់នំប៉័ងឥតមេបន់សប្តាហ៍និងបន់បារម្ភត្រូវឲ្យប្រុសទាំងអស់ក្នុងចំណោមអ្នករាល់គ្នាទៅថ្វាយបង្គំព្រះអង្គម្ចាស់ជាព្រះរបស់អ្នកនៅកន្លែងដែលព្រះអង្គជ្រើសរើសប៉ុន្តែមិនត្រូវទៅថ្វាយបង្គំព្រះអង្គម្ចាស់ជាព្រះរបស់អ្នកដោយដៃទទេឡើយ ម្នាក់ត្រូវយកដង្វាយទៅជាមួយតាមតែខ្លួនអាចធ្វើបានដែលគិតតាមភោគផលដែលព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានឲ្យ You know, I know in Khmer culture that when you meet someone important or you go see a relative, you bring a fruit basket. ខ្ញុំដឹងថានៅក្នុងវប្បធម៌ខ្មែរនៅពេលដែលយើងទៅលេងចាស់ទុំឬក៏យើងទៅលេងអាណាម្នាក់តាមផ្ទះយើងតែងតែនាំយកអីមួយដើម្បីទៅជូនគេ
Or in the culture, right, for Khmer New Year, we go see our elders and we bring them a gift of money to show our love and our respect and our honor for them. ចានៅក្នុងវប្បធម៌របស់យើងមិនថាពេលចូលឆ្នាំខ្មែរយើងទៅជួបជុំឪពុកម្ដាយរបស់យើងតែងតែមានជាអ្វីមួយជាដែលយើងអាចទៅជូនពួកគាត់បានដើម្បីបង្ហាញការគោរពនិងការស្រឡាញ់ទៅកាន់ពួកគាត់ So you come to meet the God of the universe. ចាស់ទម្រាំដែលលោកអ្នកបងប្អូនទៅជួបព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះ What will you bring him? តើលោកអ្នកបងប្អូននាំយកអីគេមកដែរ Are you going to show up empty-handed with nothing to honor him, nothing to bless him, nothing to thank him? តើលោកអ្នកបងប្អូនមកដៃទទេមកជួបព្រះអង្គអត់មានអីសោះនៅលើដៃបងប្អូន Or would you bring an appropriate gift depending on what you possess, what you have financial ability to give? ឬមួយក៏លោកអ្នកបងប្អូននាំយកដង្វាយដែលលោកអ្នកបងប្អូនបង្ហាញពីចិត្តរបស់លោកអ្នកបងប្អូនយ៉ាងស្មោះស្ម័គ្រចេញពីចិត្តដើម្បីថ្វាយព្រះកិត្តិយសទៅកាន់ព្រះអង្គ I believe everybody in this room has been blessed by God. ខ្ញុំជឿថាលោកអ្នកបងប្អូនដែលនៅទីនេះសិតតែជាមនុស្សដែលព្រះអង្គបានប្រទានពររួចបង្ហាញអាមែន I don't know all of you personally, but I know God is a good God. ខ្ញុំជឿថាព្រះអង្គជាព្រះជាម្ចាស់ព្រះអង្គជាព្រះដ៏សប្បុរស I know God loves to bless his children. ព្រះអង្គតែងតែប្រទានពរកូនកូនចៅរបស់ព្រះអង្គ Even just like the widow in the temple. ដូចជាស្ត្រីមេម៉ាយម្នាក់ដែលនៅក្នុងសាលាប្រជុំឬក៏នៅក្នុងព្រះពន្លា Maybe you can only bring 100 real. ប្រហែលជាលោកអ្នកបងប្អូនមានត្រឹមតែ100រៀល But you don't show up in the house of God with nothing in your hand to bless and honor the Lord. ប៉ុន្តែបើទោះជាត្រឹមតែលុយ100រៀលជាជាងដែលយើងមកក្រុមជំនុំដោយដៃទទេដែរ This verse says, according to the way the Lord God has blessed you. នៅក្នុងអត្ថបទគម្ពីរនេះបានប្រាប់យើងថាយើងថ្វាយទៅតាមភោគផលដែលព្រះអង្គបានប្រទានពរមកកាន់យើង So it's not about the same amount, ដូច្នេះមិនមែនជាចំនួនដែលយើងថ្វាយស្មើគ្នានោះទេ but it's you looking and seeking God, ប៉ុន្តែជាចំនួនដែលលោកអ្នកបងប្អូនចំណាយពេលជាមួយនឹងព្រះអង្គ checking your heart. ឆែកមើលដួងចិត្តរបស់យើង Man, how much has God blessed me? តើព្រះអង្គបានប្រទានពរជីវិតរបស់ខ្ញុំប៉ុណ្ណាហើយ You know, when we die, we don't take any money with us. You know that. លោកអ្នកបងប្អូនដឹងថាមានការពិតពីរបីធំដែលប្រាប់យើងថាតើតងជាមួយនឹងហិរញ្ញវត្ថុនៅពេលដែលយើងស្លាប់ទៅយើងមិនអាចយកថវិកាដែលយើងប្រឹងប្រែងរកទៅជាមួយបានទេ We're born into this world and we don't have any money in our hand when we come out of our mom. នៅពេលដែលយើងកើតចេញពីផ្ទៃម្ដាយក៏យើងមិនបានយកអ្វីមកជាមួយដែរ And the same thing is true. When we die, even if money's in our hand, it doesn't go with us. It stays in our hand. បើទោះជាថ្ងៃដែលយើងស្លាប់ហើយយើងព្យាយាមកាន់លុយនៅក្នុងដៃក៏យើងមិនអាចយកទៅជាមួយដែរ So we spend so much of our time worrying about money, but in the end of our life, where will it go? នៅជីវិតរស់នៅក្នុងពេលបច្ចុប្បន្នយើងតែងតែខ្វាយខ្វល់បារម្ភអំពីថវិកាដែលយើងប្រឹងប្រែងរកប៉ុន្តែនៅថ្ងៃចុងក្រោយដែលយើងលាចាកផែនដីទៅសូម្បីតែ100រៀលក៏យើងមិនអាចយកទៅបានដែរ When we die, all of our worldly wealth and possessions will go to someone else. នៅពេលដែលយើងស្លាប់ទៅអ្វីដែលយើងប្រឹងប្រមូលប្រឹងសន្សំទុកដាក់នឹងខ្លាយទៅជារបស់អ្នកដទៃ But now we have an opportunity in this lifetime ប៉ុ to ន្តែ sow. ពេលនេះនៅពេលដែលយើងមិនទាន់ចាកចេញពីផែនដីនេះយើងមានឱកាសដែលយើងអាចសាបព្រោះបាន In 2 Corinthians chapter 8, verses 1 and 5, Paul is writing about the churches in Macedonia, church in Philippi, other churches. And this is what he says. They have been severely tested by the troubles they went through, but their joy was so great. They were extremely generous in their giving, even though they are very poor. And I can assure you that they gave as much as they could and even more than they could on their own free will, voluntarily from the heart. And they even begged us and pleaded for the pleasure of having part in helping God's people in Judea. ពេលកូរិនថូសជំពូកទី8ខទី1ដល់ខទី5បងប្អូនអើយយើងសូមជម្រាបបងប្អូនអំពីព្រះគុណដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំនានានៅស្រុកម៉ាសេដូនគឺទោះបីបើបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្តីក៏គេមានអំណរខ្លាំងក្រៃលែងហើយទោះបីគេក្រតោកយ៉ាក់យ៉ាងណាក្តីក៏គេនៅតែមានចិត្តសទ្ធាជ្រះថ្លាដល់លើសលប់ដែរ
បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួនហើយខ្ញុំសូមបញ្ជាក់ថាគេធ្វើលើសពីសមត្ថភាពនិងដោយស្ម័គ្រចិត្តអស់ពីចិត្តទៀតផងពួកគេបានទទូចសុំយើងមេត្តាអនុញ្ញាតឲ្យគេចូលរួមបម្រើការងារនេះគឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏វិសុទ្ធគេធ្វើដូច្នេះលើសពីសេចក្តីសង្ឃឹមរបស់យើងទៅទៀតគឺមុនដំបូងគេថ្វាយខ្លួនទៅព្រះអម្ចាស់ហើយបន្ទាប់មកគេដាក់ខ្លួនបម្រើយើងស្របតាមព្រះハរតីរបស់ព្រះជាម្ចាស់ដែរ I think these people in this church knew something that some of us maybe don't know. មនុស្សនៅក្នុងក្រុមជំនុំនៅម៉ាសេដូនគេដឹងអាចកំបាំងអ្វីមួយយ៉ាង They're poor. គេក្រមែនតើគេតោកយ៉ាក់មែនតើ They have a lot of trouble. គេមានបញ្ហាក្នុងជីវិតច្រើន Why would they give? តែហេតុអីនៅតែថ្វាយ Why would they beg Man to trap that have the way. privilege to join with God in what he was doing? មិនត្រឹមតែថ្វាយធម្មតាប៉ុន្តែគេអង្វរគេទៅទូចអង្វរលោកពោលថាសូមឲ្យយើងបានចូលរួមចំណែកផង They knew something. មានន័យថាពួកគេដឹងអាចកំបាំងអ្វីមួយយ៉ាង They knew that they were going to reap what they sowed. គេជឿថាគេនឹងច្រូតផលនៅអ្វីដែលគេសាបព្រោះ They know that even though they were in poverty, that they were going to be able to get out of poverty and have a blessed life because of God. បើទោះជាគេកំពុងតែស្ថិតនៅក្នុងភាពក្រីក្រប៉ុន្តែនៅពេលដែលគេសាបព្រោះដោយការទុកចិត្តដោយការស្ម័គ្រចិត្តហើយគេជឿថាអនាគតរបស់គេនឹងប្រសើរអនាគតរបស់គេនឹងងើបចេញពីភាពក្រីក្រ In 2 Corinthians chapter 8, verse 7, Paul encourages Corinthians, since you excel in everything, in faith, in speech, and knowledge, and complete earnestness and love that we have for you, see to it that you also excel in giving. ពីករិនថូសជំពូកទី8ខ7បងប្អូនបានចម្រើនឡើងយ៉ាងបរិបូរណ៍គ្រប់វិស័យទាំងអស់គឺមានជំនឿមានសំនួនវោហារមានចំណេះមានចិត្តខ្នះខ្នែងគ្រប់យ៉ាងព្រមទាំងមានចិត្តស្រឡាញ់យើងផងដែរដូច្នេះចំពោះការប្រមូលដង្វាយចូលចម្រើនឡើងយ៉ាងបរិបូរណ៍ដូច្នោះដែរ You have faith, good. លោកអ្នកបងប្អូនមានជំនឿល្អ You speak good, good. លោកអ្នកបងប្អូនមានសំនួនវោហារស្ដាប់ល្អ You know God in your head, you have knowledge about God, លោក good. អ្នកបងប្អូនមានចំណេះដឹងជ្រៅអំពីព្រះជាម្ចាស់ល្អ But don't forget to excel in giving. ប៉ុន្តែកុំភ្លេចត្រូវចម្រុងចម្រើនឡើងទៅលើកិច្ចការដែលយើងថ្វាយដែរ 2 Corinthians chapter 9, verse 6 and 7. I think we all know the verse. ទីករិនថូសជំពូកទី9ខទី6ដល់7ខ្ញុំជឿថាបងប្អូនបានធ្លាប់ឮអត្ថបទខគម្ពីរនេះហើយ Remember this. សូមចងចាំថា Whoever sows sparingly អ្នកណាសាបព្រោះតិច is going to reap sparingly. អ្នកនោះក៏ច្រូតបានផលតិចដែរ But whoever sows generously will also reap generously. រីឯអ្នកដែលព្រោះច្រើនបរិបូរណ៍ក៏ច្រូតបានផលច្រើនបរិបូរណ៍ដែរ But remember this. ប៉ុន្តែសូមចងចាំថា Each of you should give what you've decided in your heart, ម្នាក់ត្រូវតែចូលប្រាក់តាមខ្លួនសម្រេចចិត្ត not reluctantly or under compulsion, ដោយមិននឹកស្ដាយដោយមិនទើសទាល់ for God loves a cheerful giver. ត្បិតព្រះជាម្ចាស់សពព្រះរតីនិងអ្នកណាដែលធ្វើអំណោយដោយចិត្តរីករាយ You can say it like this. លោកអ្នកបងប្អូនអាចនិយាយចេះបាន Don't be a grumpy giver. កុំធ្វើជាអ្នកដែលឲ្យឲ្យមុខកញ៉េកញើ Okay, God, here's my offering. គឺព្រះអង្គ I give you what I have. អ្វីដែលខ្ញុំមាន You take it all and you យក just... ទៅយកទៅតែចិត្តរបស់យើងអត់សុបាយចិត្តទេនេះយកទៅ No. មែនទេអត់ទេ Don't do that. កុំធ្វើអញ្ចឹង I think God would rather have less of your money with a cheerful heart than have more of your money with a grumpy attitude. ខ្ញុំជឿជាក់ថាព្រះអង្គជ្រើសរើសទទួលដង្វាយដល់តិចបំផុតប៉ុន្តែអ្នកថ្វាយសប្បាយចិត្តជាជាងអ្នកដែលថ្វាយឲ្យច្រើនតែមុខកញ៉េកញើ That's why the Bible warns us, remember this. នេះគឺជាព្រះបន្ទូលដែលព្រះអង្គបានប្រាប់ឲ្យយើងចងចាំ Don't forget. កុំភ្លេច Don't, as you're trying to give an offering, well, how much can I scrape by with? And, oh, I'm going to have a bad attitude for the rest of the year because I had to give so much money to the church. ប្រហែលជាយើងថ្វាយឲ្យយើងមួម៉ៅបរោយប្រហែលជាអូយើងស្ដាយក្រោយយើងទើសតល់យើងថ្វាយដោយការទើសតល់
See, this is a tool for our heart. ម្ដងទៀតនេះជាឧបករណ៍ដែលបង្ហាញអំពីចិត្តរបស់យើង Search your heart. សូមមើលដួងចិត្តរបស់យើង Ask God, សួរព្រះអង្គ how am I doing in there? ថាខ្ញុំធ្វើយ៉ាងម៉េចទៅព្រះអង្គអើយ How much should I give? I want to partner with you. God, I want to care about what you care about. ព្រះអង្គយើងចង់ចូលរួមជាមួយនឹងព្រះអង្គព្រះអង្គយើងចង់ស្រឡាញ់យើងចង់ខ្វាយខ្វល់ដូចជាព្រះអង្គបានខ្វាយខ្វល់ដែរ But I want it to come from my heart. I want to be a joyful giver, God. ព្រះអង្គខ្ញុំចង់ធ្វើជាមនុស្សម្នាក់ដែលថ្វាយស្ម័គ្រអស់ពីចិត្តហើយនឹងដោយចិត្តរីករាយ You can ask the Lord. He knows our heart. លោកអ្នកបងប្អូនអាចចំណាយពេលសួរព្រះអង្គត្បិតព្រះអង្គបានស្គាល់ដួងចិត្តរបស់លោកអ្នកបងប្អូនរួចហើយ As you pray and you seek God, ask God, តែពេលដែលលោកអ្នកបងប្អូនចំណាយពេលជាមួយនឹងព្រះអង្គនឹងមានប្រាប់បន្ទូលមកកាន់បងប្អូន what do you want me to give? តើព្រះអង្គចង់ឲ្យកូនថ្វាយប៉ុន្មាន What do you want me to sow? តើព្រះអង្គចង់ឲ្យកូនសាបព្រោះអីគេ Number 3, ចំណុចទី sow. 3សាបព្រោះ Pay it ahead. ថ្វាយជាមុន Do you have the other picture of my family? ខ្ញុំចង់បង្ហាញរូបភាពមួយនៅលើអេក្រង់នេះបងប្អូនបានមើលឃើញហើយ I love this picture not because it's my family, but ខ្ញុំស្រឡាញ់រូបភាពក្រុមគ្រួសាររបស់ខ្ញុំនេះមែនតើ but you see, my husband and I were in the background, and my kids are in the foreground. នៅក្នុងរូបភាពនេះខ្ញុំហើយនឹងស្វាមីរបស់ខ្ញុំនៅពីក្រោយហើយកូនចៅកូនទាំង3នាក់របស់ខ្ញុំនៅពីមុខ I'm 51 years old this year. ខ្ញុំនឹងមានអាយុ51ឆ្នាំហើយនៅក្នុងឆ្នាំនេះ We're getting ready to build the church. យើងពិតជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដែលសង់ក្រុមជំនុំរបស់ព្រះអង្គ Do you know who I'm building the church for? លោកអ្នកបងប្អូនដឹងទេថាខ្ញុំសង់ក្រុមជំនុំនេះដើម្បីនរណា Not me. មិនមែនសម្រាប់តែខ្ញុំ Hopefully, I'll get to enjoy it a few years. ខ្ញុំសង្ឃឹមថាខ្ញុំនឹងរីករាយជាមួយនឹងជីវិតចុងក្រោយរបស់ខ្ញុំ I'm building it for them, ប៉ុន្តែខ្ញុំសង់ខ្ញុំ For my ត្រៀម kids. សម្រាប់កូនចៅរបស់ខ្ញុំ for my grandkids, សម្រាប់កូនចៅរបស់ខ្ញុំ for my kids' grandkids. សម្រាប់ចំនួនតទៅរបស់ពួកគាត់ដែរ You know, God wants us to teach our kids about the Lord. លោកអ្នកបងប្អូនដឹងទេថាព្រះអង្គចង់ឲ្យយើងដែលជាឪពុកម្ដាយបង្រៀនកូនចៅរបស់យើង It's our privilege and honor to declare the works of the Lord to our ជាឯក children. សិទ្ធិជាប្រពរដែលយើងអាចរួមគ្នាជាមួយនឹងព្រះអង្គបាន Psalms 145 verses 3 and 4 says, "The Lord is great and highly to be praised. His greatness is beyond my understanding. What you have done will be praised from one generation to the next, and they will proclaim your mighty acts." ទំនុករំកើងចំពោះទេ14ព្រះអង្គម្ចាស់ប្រសើរឧត្តមដែលយើងត្រូវតែសរសើរដំកើងយ៉ាងខ្ពង់ខ្ពស់បំផុតព្រះអង្គឧត្តមម្ដងរកអ្វីប្រៀបស្មើពំបានសូមឲ្យមនុស្សនៅគ្រប់ជំនាន់លើកដំកើងស្នាមព្រះហស្ថរបស់ព្រះអង្គសូមឲ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គបានធ្វើ We're building the church for the next generation. យើងកំពុងតែសង់ក្រុមជំនុំសម្រាប់ជំនាន់បន្ទាប់ I want to ask you a question. When was the first time that you came to this building? ខ្ញុំចង់សួរសំណួរទៅកាន់លោកអ្នកបងប្អូនលោកអ្នកបងប្អូនចាំនៅពេលដំបូងដែលលោកអ្នកបងប្អូនបានមកក្រុមជំនុំនេះដែរឬអត់ When you came to this building for the first time, were the lights on or the lights off? ដល់ពេលដែលបងប្អូនមកក្រុមជំនុំយើងជាលើកទី1តើមានភ្លើងអគ្គិសនីរួចហើយឬនៅ Was the aircon on or the aircon off? តើមានម៉ាស៊ីនត្រជាក់បើកឬក៏បិទ Were there chairs for you to sit in or no chairs? តើមានកៅអីរៀបចំរួចហើយឬនៅសម្រាប់ទទួលបងប្អូន See, when you came to this place for the first time, somebody had prepared a place for you លោកអ្នកបងប្អូន to បាន come. ចាំឬអត់នៅថ្ងៃទី1នៅថ្ងៃដំបូងដែលលោកអ្នកបងប្អូនបានមកមានមនុស្សមួយក្រុមដែលបានសាបព្រោះដែលបានរៀបចំតុដើម្បីទទួលលោកអ្នកបងប្អូន See, someone had gone before you to prepare the មានមនុស្សមួ way. យក្រុមបានដើរទៅមុនបានរៀបចំរួចជាស្រេច Cindy came first, អ្នកគ្រូ Cindy បានមកមុន and all the rest of us. តមកបានបន្តទៀត Maybe you joined at the old church. There wasn't aircon. All you got were lights and fans. ប្រហែលជាយើងមកពីក្រុមជំនុំចាស់របស់យើងមិនតាន់មានម៉ាស៊ីនត្រជាក់នៅឡើយ But you know, someone came before you and paid a price But so now, you Lord, could Lord. come here. បានដឹងឬអត់ថាមានមនុស្សមួយក្រុម
Somebody មុន gave ហើយរៀបចំសម្រាប់ទទួលបងប្អូន someone gave their money so you could sit in these nice chairs. មានមនុស្សមួយក្រុមដែលបានថ្វាយជាមុនដើម្បីទទួលបងប្អូន What about your neighbors? What about your relatives? What about your family members that aren't saved yet? ចុះចំនួនបន្ទាប់អ្នកដែលមិនទាន់បានស្គាល់ព្រះអង្គអ្នកជិតខាងរបស់យើងបងប្អូនរបស់យើង Those people we're praying for and believing God's going to touch their heart and they're going to get saved. ដែលមានមនុស្សជាច្រើនបានអធិដ្ឋានទូលសូមអង្វរព្រះជាម្ចាស់សម្រាប់ការសង្គ្រោះរបស់ពួកគាត់ Do you want to prepare a place for them to go? តើលោកអ្នកបងប្អូនចង់ចូលរួមចំណែកដើម្បីរៀបចំផ្លូវសម្រាប់ទទួលពួកគាត់ដែរឬអត់ A place that they can gather and come and experience the word of God and the presence of God. ជាកន្លែងមួយដែលយើងប្រមូលផ្ដុំគ្នាថ្វាយបង្គំព្រះអង្គជាកន្លែងមួយដែលពួកគេអាចមានបទពិសោធន៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ Exodus 25 and verse 8 says, "Have them build a sanctuary for me so that I may dwell among them." និខមម្នាក់ចំពោះទី25ខទី8ព្រះអង្គម្ចាស់មានប្រាប់បន្ទូលមកកាន់លោកម៉ូសេថាចូលប្រាប់ជនជាតិអ៊ីស្រាអែលឲ្យយកដង្វាយដែលពួកគេបានញែកទុកមកថ្វាយយើងត្រូវទទួលយកដង្វាយពីអ្នកដែលថ្វាយដោយស្ម័គ្រចិត្ត If we just build a nice building with air conditioning, ប្រ it's សិន not បើយើង enough. គ្រាន់តែសង់កន្លែងមួយដែលទំនើបដែលមានម៉ាស៊ីនត្រជាក់អត់គ្រប់គ្រាន់ទេ I can go to Brown's for air យើងមក conditioning. ទៅកន្លែងផ្សេងដើម្បីគ្រាន់តែទទួលកន្លែងត្រជាក់ If God's presence isn't here with us, then there's no point in what we do. ប្រសិនបើយើងសង់កន្លែងណាមួយហើយព្រះជាម្ចាស់មិនគង់នៅជាមួយយើងទេការសង់នោះគឺអាសាអត់បានការ We're making a place for people to come, but also for God's presence to come. យើងរៀប and ចំ touch កន្លែង people. ដើម្បីទទួលមនុស្សប៉ុន្តែលើសពីនោះជាកន្លែងដែលយើងស្វាគមន៍ព្រះវត្តមានរបស់ព្រះជាម្ចាស់ Amen. Last verse. អត្ថបទខគ2ចុងក្រោយ I think we all know this one as well. Luke 6:38. Give and it will be given to you a good measure, pressed down, shaken together, running over and poured into your lap. For the measure you use will be the measure, it will be measured to you. លូកាចំពុកទី6ខទី38ចូលធ្វើអំណោយដល់អ្នកដទៃនោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរព្រះអង្គនឹងប្រទានមកយ៉ាងបរិបូរណ៍ហូរហៀរព្រះជាម្ចាស់នឹងវាល់ឲ្យអ្នកតាមរង្វាល់ដែលអ្នកបានវាល់ឲ្យអ្នកដទៃ I didn't have enough time in first service. ខ្ញុំអត់មានពេលនៅវេនទី I don't have enough time here. I could tell you story after story after story of God's faithfulness to 1 my ដោយសារពេល family. វេលាខ្ញុំអត់មានពេលប៉ុន្តែខ្ញុំឈរទីនេះអាចធ្វើជាសក្ខីភាពប្រាប់លោកអ្នកបងប្អូនថាព្រះរបស់យើងជាព្រះដ៏អស្ចារ្យព្រះអង្គសប្បុរសព្រះអង្គបានធ្វើកិច្ចការជាច្រើនក្នុងជីវិតរបស់ខ្ញុំ I know many of you have stories about the God's faithfulness to ខ្ញុំ you. បានខ្ញុំជឿថាលោកអ្នកបងប្អូនផ្ទាល់ក៏មានបទពិសោធន៍ដ៏ល្អដែលព្រះអង្គបានធ្វើក្នុងជីវិតរបស់បងប្អូនដែរ Many of you have been blessed by God. ព្រះជាម្ចាស់បានប្រទានពរលោកអ្នកបងប្អូនជាច្រើន And so I want to encourage you as we get ready to give. លោកអ្នកបងប្អូនខ្ញុំពិតជាជំរុញទឹកចិត្តលោកអ្នកបងប្អូននៅពេលដែលយើងត្រៀមនឹងថ្វាយ Pray. អធិដ្ឋាន Maybe you've already prayed. ប្រហែលជាបងប្អូនបានអធិដ្ឋានរួចហើយ My husband and I, we've already prayed. ស្វាមីខ្ញុំហើយនិងខ្ញុំបានអធិដ្ឋានរួចហើយ We prayed separately. យើងអធិដ្ឋានផ្ទាល់ខ្លួនរៀងខ្លួន And then we got together and we said, "What did the Lord tell you?" តោះមកយើងជួបគ្នាហើយខ្ញុំបានសួរប្តីខ្ញុំថាព្រះអង្គឲ្យបងដាក់ប៉ុន្មាន He said, "You go first." ប្តីខ្ញុំនិយាយថាអូនឯងប្រាប់បងមុនមក I said, "No, you go first." អត់ទេបងឯងប្រាប់អូនមុន Anyways, we got together and we asked, and guess what? ពេលដែលយើងចំណាយពេលអធិដ្ឋានជាមួយព្រះអង្គបងប្អូនដឹងថាមានថ្ងៃកើតឡើងអត់ We both heard the same number from the Lord. ចំនួនដែលយើងមានគឺដូចគ្នាបែបបាត់តែម្ដង And that's how we know it was the Lord. ហើយយើងជឿថានេះជាចំនួនដែលព្រះជាម្ចាស់បានដាក់សម្រាប់គ្រួសាររបស់ខ្ញុំ If you're married, I encourage you to pray. Pray Sa together, bangpon. pray separate. ជាអ្នករៀបការហើយបងប្អូនអាចអធិដ្ឋានជាមួយនឹងប្តីហើយនឹងប្រពន្ធ If you're single, that's okay. ប្រ You សិនបើមិន can ទាន់ pray រៀ by បការ yourself. ក៏នៅតែអាចចូលរួមបានដែរយើងអធិដ្ឋានផ្ទាល់ខ្លួន If you're young, you're not too young to give to the Lord. ប្រសិនបើអ្នកនៅក្មេងៗក៏មិនទាន់ហួសពេលដែរនៅតែអាចចូលរួមបាន If you're old, you're not too old to give to God. ហើយប្រសិនបើអ្នករាល់គ្នាជាមនុស្សចាស់ក៏បងប្អូនអាចចូលរួមបានដែរ If you're poor, you're not too poor to give to the Lord. ប្រសិនបើបងប្អូនគិតថាអូខ្ញុំក្រីក្រប៉ុន្តែលោកអ្នកបងប្អូននៅតែអាចចូលរួមបានដែរ But let's not come to the Lord empty-handed. ប៉ុន្តែសូមក៏មក
ជាមួយនឹងព្រះជាម្ចាស់ដោយដៃទទេឡើយ Let's come and bring a gift with a joyful heart. សូមចូលរួមនៅពេលដែលយើងមកជួបព្រះអង្គមានអ្វីដែលនៅក្នុងដៃបង្ហាញពីចិត្តដែលយើងថ្វាយដោយសទ្ធា Not because someone's forcing us, មិនមែនដោយសារមាននរណាបង្ខំលោកអ្នកបងប្អូនឡើយ but we voluntarily give out of our heart and our love for God and the blessing He's given us. ប៉ុន្តែយើងជ្រើសរើសថ្វាយដែលស្ម័គ្រអស់ពីចិត្តដោយសេចក្តីស្រឡាញ់ដែលព្រោះតែយើងមានបទពិសោធន៍ជាមួយនឹងព្រះអង្គ So when you have your number from the Lord, you can write it on this card. នៅលើកៅអីលោកអ្នកបងប្អូនមានកាតមួយនៅពេលដែលបងប្អូនចំណាយពេលអធិដ្ឋានរួចហើយ You write it twice. បងប្អូនអាចសរសេរចំនួនដែលបងប្អូនបានលើពីព្រះជាម្ចាស់ទាំងសងខាង One for you, one for God. មួយខាងសម្រាប់លោកអ្នកបងប្អូនមួយខាងសម្រាប់ព្រះជាម្ចាស់ And then we are going to have a special service on June 15th. ហើយយើងនឹងមាន We will pray together as a ពិសេស church. អធិដ្ឋានសម្រាប់ការដែលយើងបានសរសេរនៅថ្ងៃទី15ខែ6 If you already know the number and you write it, you can drop it into these lovely offering receivers. ចាប្រសិនមកលោកអ្នកបងប្អូនបានអធិដ្ឋានហើយដឹងចំនួនហើយបងប្អូនអាចសរសេរនៅថ្ងៃនេះក៏បានហើយយកមកដាក់នៅក្នុងធុងរបស់យើង If not, you have time to pray and seek God. ហើយបើអត់ទាន់មានចំនួនទេបងប្អូននៅតែមានពេលវេលាជាច្រើនក្នុងការចំណាយពេលអធិដ្ឋាន But let's check our heart. ប៉ុន្តែសូមមើលដួងចិត្តរបស់យើង Do you care about what God cares តើ about? លោកអ្នកបងប្អូនខ្វាយខ្វល់អ្វីដែលព្រះយេស៊ូវខ្វាយខ្វល់ដែរឬអត់ Are you thankful that somebody prepared the way for you? តែយើងមានចិត្តដឹងគុណនៅអ្វីដែលមនុស្សមួយក្រុមបានរៀបចំទុកជាមុនសម្រាប់ទទួលយើងហើយឬអត់ Will you prepare the way for someone else? តើលោកអ្នកបងប្អូននឹងជ្រើសរើសរៀបចំផ្លូវដើម្បីទទួលស្វាគមន៍អ្នកដទៃដែរឬអត់ Will you prepare the way for your children and your grandchildren? តើ and លោក your អ្នកបងប្អូនជ្រើស great-grandchildren? រើសរៀបចំផ្លូវសម្រាប់កូនសម្រាប់ចៅរបស់លោកអ្នកបងប្អូនដែរឬអត់ Everyone smile, would you? ចាគ្រប់គ្នាញញឹមស្រស់ស្អាតណាស់ Make sure that the whole time that we're doing this, that we have a smile on our heart. សង្ឃឹមថាលោកអ្នកបងប្អូនចង់ច្រំថាយើងថ្វាយដល់ស្នាមញញឹមមួយនេះ And remember that God loves you, His church. ហើយចាំថាលោកអ្នកបងប្អូនព្រះជាម្ចាស់ស្រឡាញ់លោកអ្នកបងប្អូនហើយព្រះអង្គស្រឡាញ់ក្រុមជំនុំរបស់ព្រះអង្គដែរ Will you stand today? តើសូមក្រោកឈរឡើងលោកអ្នកបងប្អូនទាំងអស់គ្នា I'd like to pray ខ្ញុំ with សូមអធិដ្ឋាន you. ជូនលោកអ្នកបងប្អូន Oh, God of everything, ព្រះអង្គ God of heaven and earth. ព្រះយេស៊ូវព្រះអង្គជាព្រះដែលបង្កើតអ្វីៗទាំងអស់ទាំងស្ថានសួគ៌ទាំងផែនដី God, would you speak to our hearts? ព្រះអង្គសូមមានព្រះបន្ទូលមកកាន់កូនម្នាក់នៅទីនេះ God, would you speak to us as we seek you to partner with what you're doing? ព្រះអង្គយើងចង់ចូលរួមចំណែកជាមួយនឹងព្រះអង្គអ្វីដែលព្រះអង្គសង់យើងចង់សង់រួមជាមួយព្រះអង្គដែរ Would you help us to see how we can partner with you? ឲ្យយើងអាចចូលរួមជាមួយព្រះអង្គបាន How we can prepare the way for the future, Lord God, for the next generation. ព្រះអង្គសូមជួយយើងឲ្យយើងបានរៀបចំផ្លូវសម្រាប់អ្នកដទៃទៀតផងដែរព្រះអង្គហើយ God, help us keep our heart in the right place. ព្រះអង្គសូមឲ្យដួងចិត្តរបស់យើងមានដួងចិត្តដ៏ត្រឹមត្រូវ And God, use this time as an opportunity to work in our hearts, God. ព្រះអង្គហើយសូមឲ្យជាឱកាសមួយដែលយើងអាចធ្វើការដែលយើងអាចមើលទៅកាន់ដួងចិត្តរបស់យើងបាន God, we pray blessing on everyone that's here. ព្រះអង្គក៏អធិដ្ឋានប្រទានពរបងប្អូនរបស់កូននៅទីនេះ And we pray that you keep everyone safe. ព្រះអង្គក៏អធិដ្ឋានប្រទានពរនិងសុវត្ថិភាពទៅកាន់បងប្អូនរបស់យើងទាំងអស់គ្នាដែរ Amen. គុណថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ If you need prayer, you can come to the front. ប្រសិនបងប្អូនត្រូវការតម្រូវការនៃការអធិដ្ឋានបងប្អូនអាចឡើងមកខាងមុខ ហើយខ្ញុំសង្ឃឹមថាព្រះបន្ទូលនៅថ្ងៃនេះពិតជាលើកទឹកចិត្តនិងផ្ដល់កម្លាំងទៅដល់លោកអ្នកបងប្អូនទាំងអស់គ្នាឲ្យប្រសិនបើលោកអ្នកបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាព្រះអង្គបានប៉ះពាល់ចិត្តដើម្បីចូលរួមចំណែកនៅក្នុងការគាំទ្រតាមរយៈការថ្វាយចូលមកក្នុងក្រុមជំនុំជីវិតថ្មីដើម្បីចូលរួមគាំទ្រកិច្ចការដែលក្រុមជំនុំជីវិតថ្មីធ្វើនៅក្នុងការផ្សាយនឹងល្អប្រកាសសិស្សនិងដាំក្រុមជំនុំលោកអ្នកបងប្អូនអាចចូលរួមជាមួយនឹងក្រុមជំនុំជីវិតថ្មីសូមព្រះជាម្ចាស់ប្រទានពរ